តម្រូវឲ្យមានលិខិតឆ្លងដែនដើម្បីដាក់ពាក្យ DV Program កាលពីថ្ងៃទី11ខែមីនាឆ្នាំ2026នេះក្រសួងការបរទេសអាមេរិកបានសម្រេចដាក់បញ្ចូលការកែប្រែច្បាប់ចុងក្រោយទៅលើកម្មវិធី Diversity Visa DV Program ដើម្បីកែលម្អសុចរិតភាពនិងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំក្នុងកម្មវិធីយោងតាមគេហទំព័រ federalregister.gov ចំណុចទី1ដើម្បីចូលរួមឥឡូវនេះបងប្អូនត្រូវតែប្រព័ន្ធមានលិខិតឆ្លងដែនដែលមានសុពលភាពនិងមិនទាន់ផុតកំណត់ហើយនឹងត្រូវ scan ទំព័រដែលមានរូបហត្ថលេខានិងព័ត៌មានទាំងស្រុងនៃលិខិតឆ្លងដែនរបស់យើងទៅក្នុងទម្រង់បែបបទដាក់ពាក្យ DV Program ចំណុចទី2គឺដូចនឹងអ្វីដែលខ្ញុំបានប្រាប់នៅក្នុងវីដេអូមុនអញ្ចឹងគឺមានតម្លៃថ្មីចំនួន$1ដែលត្រូវបង់នៅពេលដាក់ពាក្យដែលត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ការដាក់ពាក្យច្រើនសារដែលខុសពីគោលការណ៍របស់កម្មវិធីចំណុចផ្សេងៗដូចជាការកែប្រែការប្រើប្រាស់ពាក្យដូចជាការផ្លាស់ប្ដូរពាក្យ gender ជំនួសដោយពាក្យ ភេទនិងការផ្លាស់ប្ដូរការបំពេញអាយុជំនួសដោយការបញ្ចូលថ្ងៃខែឆ្នាំកំណើតសម្រាប់កំណត់ត្រាផ្លូវច្បាប់ឲ្យកាន់តែច្បាស់លាស់ច្បាប់សម្រាប់កម្មវិធី DV ថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី10ខែមេសាឆ្នាំ2026នេះតទៅប្រសិនបើបងប្អូនមិនទាន់មានលិខិតឆ្លងដែននៅឡើយឬមានលិខិតឆ្លងដែនជិតផុតកំណត់គួរតែរុះរាន់ទៅធ្វើលិខិតឆ្លងដែនថ្មីទុកឲ្យហើយចំពោះរបៀបថតរូបដាក់វីសាបងប្អូនអាចចូលទៅមើលវីដេអូនេះតាម link ឬ scan QR code នេះបានកុំភ្លេច like comment follow និង subscribe និង share វីដេអូនេះទៅកាន់មិត្តភ័ក្តិឲ្យដឹងពីព័ត៌មានថ្មីនេះផងអរគុណនិងជួបគ្នានៅវីដេអូក្រោយ